ខ្ញុំជឿជាក់ថាមេដាបេដាគ្រប់រូបតែងតែចង់ឲ្យកូនសរសេរអក្សរបានស្អាតហើយនឹងមានរបៀបប៉ុន្តែទន្ទឹមនឹងឲ្យកូនសរសេរអក្សរបានស្អាតខ្ញុំតែងតែនិយាយនៅក្នុងគ្រប់វីដេអូដែលតាក់ទងជាមួយនឹងការសរសេរតែងតែបញ្យល់បន្ថែមប្រាប់ថាមុននឹងឲ្យកូនលោកអ្នកសរសេរបានស្អាតនោះត្រូវតែឲ្យកូនលោកអ្នកមានរបៀបសិនមានអ្នកសរសេរឲ្យគាត់សរសេរឲ្យមានរបៀបសិនដូចសិស្សខ្ញុំបងប្អូន2ខែណាខ្ញុំអត់ទាន់បានវឹកហាត់សរសេរព្រឹត្តអក្សរកូនសោះទេនៅទេចាគ្រាន់តែណែនាំគាត់ឲ្យមានរបៀបសិនមានរបៀបមកចាទី1កុំឲ្យគាត់សរសេររំលងกระดาษសភៅក្មេងខ្លះគាត់ត្រឡប់ពីក្រៅមកអញ្ចឹងណាអញ្ចឹងមកដល់យើងត្រូវតែកែគាត់អញ្ចឹងមិនមកដល់គឺចាប់បខំឲ្យសរសេរអក្សរស្អាតនោះអត់ទេអញ្ចឹងអត់បខំទេអញ្ចឹងមកដល់ត្រូវឲ្យគាត់មានរបៀបកុំរំលងស្លឹកសភៅសរសេរឲ្យគ្រប់ស្លឹកសភៅមិនហែកស្លឹកសភៅមិនគូលេងផ្ដេសផ្ដាស់នៅលើទំព័រក្រដាសសភៅពុំឬសភៅដែលយើងសរសេររាល់ថ្ងៃនេះបើកូនចង់គូរូបកូនត្រូវមានសភៅគំនូរគូលេងមួយដាច់ដោយឡែកផ្សេងពេលកូនអត់សក់ពេលកូនធ្វើអីទំនេរពីការរៀនកូនអាចទាញសភៅគូរូបនឹងមកគូបានកូនហាមគូវាផ្ដេសផ្ដាស់នេះឲ្យតាក់ទងជាមួយនឹងការសរសេរឲ្យមានរបៀបអញ្ចឹងខ្ញុំ2ខែណាបងប្អូនអត់ទាន់បានវឹកហាត់កូនសោះឲ្យសេបានស្អាតទេចានៅឲ្យគាត់សរសេរឲ្យមានរបៀបសិនចាអានឹងតាក់ទងជាមួយនឹងការសរសេរឲ្យបានស្អាតចាអញ្ចឹងឲ្យមានរបៀបសិនទៅយើងចាប់ផ្ដើមដំណើរការសរសេរអក្សរស្អាតចាអញ្ចឹងចំពោះកណ្ដាលកិច្ចការនេះដែរឆ្នាំមុនខ្ញុំធ្វើដែរតែដោយអានេះជាกระดาษថ្មីដែលសារខ្ញុំបែងចេញពី print ចេញពីกระดาษសភៅខ្ញុំកាត់តគ្នាអញ្ចឹងណាចឹងខ្ញុំខ្ជិលគូវែងឆ្ងាយអញ្ចឹងទៅក៏ខ្ជិលបែងកាឡាសារថ្មីសុខចិត្តយកกระดาษសភៅរបស់យើងហ្នឹងយើងបិទតគ្នាហើយគ្រាន់តែយើងគូដាមស្នាមអញ្ចឹងណាចាឲ្យយក2កន្លាសភៅតូចចាយក2កន្លាសភៅតូចហើយយើងគូខ្មៅដៃបន្ថែមទៀតដើម្បីពេលដែលយើងព្រីនទៅវានៅឃើញស្នាមហ្នឹងដើម្បីឲ្យសិស្សគាត់ទៅសេទៅតាមបន្ទាត់ដែលយើងបានគូហ្នឹងបើមិនជាយើងអត់គូថែមទេពេលយើងព្រីនមកវាបាត់ស្នាមបន្ទាត់ហ្នឹងអស់ហើយអញ្ចឹងមើលអត់ឃើញទេអញ្ចឹងត្រូវតែគូថែមពីលើបន្ថែមទៀតចាហើយពេលដែលយើងទៅសេជាគំរូអញ្ចឹងហើយបានឲ្យសិស្សគាត់ទៅសេពីខាងក្រោមហ្នឹងតាមអ្វីដែរយើងទៅសេហ្នឹងមកហើយគាត់នឹងរៀនមើលតែមួយមួយតួបើយើងថាឲ្យគាត់ទៅសេទោះជាមិនបានដូចឲ្យបានស្តៀងហើយគាត់រៀនថាព្យាអ្នកហ្នឹងគ្រូទៅសេមិនរៀងមិនចាហើយតាមបទពិសោធន៍ដែលខ្ញុំបានបោះហាត់រាល់ឆ្នាំចាអញ្ចឹងទោះជាគាត់មិនបានស្អាតដូចយើងចាតែយ៉ាងហោចណាស់ក៏គាត់បានកែប្រែអក្សរខ្លះដែរចាហើយមិនមែនចូលមកដំបូងដូចខ្លះចូលមកដំបូងការបានវឹកហាត់ទៅសេហើយឃើញអក្សរកូននៅតែអត់ស្អាតអីចឹងមិនយើងចូលមកភ្លាមយើងទាញគាត់ឲ្យគាត់អក្សរភ្លាមទេចាណាទាញភ្លាមមើលគ្រាន់តែសិស្សចូលភ្លាមយើងចាប់ផ្ដើមរឹតបតង់ភ្លាមអត់ទេចាតាក់មួយសិនចាតាក់មួយសិនអញ្ចឹងណាចាអរគុណច្រើនតែប៉ុណ្្នឹងទេ